ហ្មងគាត់អត់ទៅក្រោយអញ្ចឹងណាគាត់មកតែមុខតែប៉ុន្តែនៅពេលដែលគាត់មកក្រោយគាត់ប្រើប្រាស់តាជង្គង់នេះជង្គង់នឹងឡើងចុះអញ្ចឹងដើម្បីផ្លាស់ប្ដូរតកិគូតរបស់យើងបានប្រសើរទោះយើងចេះធ្វើលំហាត់ SWOT លំហាត់ SWOT គឺពិតជាមានសារៈសំខាន់មែនទែនវាគឺជាមូលដ្ឋានគ្រឹះនៃផ្នែកខាងក្រោមនៅទាំងជើងទាំងតកិទាំងគូតរបស់យើងគឺបានមកពី SWOT ហ្នឹងអញ្ចឹងបើសិនយើងធ្វើវាអត់ត្រឹមត្រូវទេអញ្ចឹងវាធ្វើឲ្យយើងឈឺចង្កេះធ្វើឲ្យយើងឈឺជង្គង់ហើយអត់ទទួលបាននូវលទ្ធផលទៀតអញ្ចឹងថ្ងៃនេះខ្ញុំចែកពីរចំណុចធំដែលយើងពិចារណាធ្វើខុសបងប្អូនអញ្ចឹងទី1គឺទាក់ទងទៅនឹងការប្រើប្រាស់ពោះអញ្ចឹងពោះរបស់យើងគឺគ្រប់លំហាត់5ទាំងអស់គឺត្រូវចេះប្រើប្រាស់វាទាំងអស់បើយើងអត់ចេះប្រើប្រាស់របស់យើងលំហាត់នឹងទេគឺអាចចូលសាច់ដុំដែលយើងចង់ផ្ដោតទៅលើបានទេឧទាហរណ៍ថាពោះធម្មតារបស់យើងចេះបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើលំហាត់ប្រាណគឺពោះរបស់យើងគឺប្រឹងជាប់រហូតហ្មងឧទាហរណ៍ថានៅពេលដែលយើងស្វត់ពោះរបស់យើងគឺប្រឹងរហូតអត់មានប៉ោងពោះអញ្ចឹងហើយយើងចាប់ដើមស្វត់អញ្ចឹងគឺអត់ទេសាច់ដុំរបស់យើងគឺជាប់បានល្អទេអញ្ចឹងគឺយើងត្រូវប្រឹងអញ្ចឹងការប្រើប្រឹងខនេះវាជាចំណុចសំខាន់មែនតើដែលវាជាចំណុចកណ្ដាលរវាងផ្នែកខាងលើនិងផ្នែកខាងក្រោមអញ្ចឹងនៅពេលដែលយើងចេះប្រើប្រាស់វាគ្រប់លំហាត់5ទាំងអស់មិនថាលំហាត់ទាក់ទងនឹងទ្រូងខ្នងដើមដៃមិនថាលំហាត់គ្រប់ប្រភេទគឺតែការប្រឹងក្បាលពោះទាំងអស់ដែលគេថាយើងហាត់លំហាត់អីក៏ចូលពោះដែរព្រោះឯសារពោះរបស់យើងគឺប្រឹងអត់ប្រឡែងចោលណាបងគឺអត់ប្រឡែងចោលទេហើយដង្ហើមរបស់យើងដូចគ្នាយើងមាននៅពេលដែលយើងស្វត់ចុះពោះរបស់យើងប្រឹងចឹងហើយគឺយើងទប់ចុះនៅពេលដែលយើងងើបឡើងគឺយើងខ្លុំខ្យល់ចេញបងប្អូនយើងខ្លុំខ្យល់ចេញចា៎នេះគឺជាចំណុចសំខាន់ទី1ចំពោះចំណុចសំខាន់ទី2គឺការប្រើប្រាស់ core engage នេះបងប្អូនមានន័យថាយើងប្រើចេះអាហ្នឹងគឺពិតជាសំខាន់មែនតើបងប្អូនហើយបានសំខាន់បើសិនយើងអត់ចេះប្រើប្រាស់វាឧទាហរណ៍ទៅពេលយើងប្រើប្រាស់វាព្រោះថានៅពេលដែលយើងអត់ប្រើប្រាស់វាយើងនឹងស្វត់ចុះគឺទៅមុខចាខ្លះគឺទៅមុខហ្មងពេលគឺទៅមុខហ្មងគាត់អត់ទៅក្រោយអញ្ចឹងណាគាត់មកទៅមុខទៅហើយមួយទៀតអ្នកខ្លះគាត់មកក្រោយដែរប៉ុន្តែនៅពេលដែលគាត់មកក្រោយគាត់ប្រើប្រាស់តាជង្គង់នេះជង្គង់នឹងឡើងចុះអាពោះcủaគាត់អត់ប្រឹងហើយនៅពេលដែលគាត់ចុះគឺប្រើតាជង្គង់នេះអញ្ចឹងធ្វើឲ្យគាត់ហាត់យូរទៅគឺគាត់ឈឺជង្គង់ណាបងប្អូនអញ្ចឹងយើងមកមើលថាតើយើងត្រូវធ្វើបែបម៉េចអញ្ចឹងទី1គឺទម្រង់របស់ SWOT របស់យើងគឺដឹងតែទំហំគឺប៉ុនស្មាជើងរបស់យើងគឺយើងធម្មតាចេះហើយយើងញែកចុងជើងអញ្ចឹងមក15ដឺក្រេមកអូខេបន្ទាប់មកយើងទប់បាពោះរបស់យើងដោយអវយៈទី1បន្ទាប់មកទី2គឺយើងកាច់យកទៅក្រោយអញ្ចឹងនៅពេលដែលយើងងើបឡើងគឺបែបនេះអូខេអញ្ចឹងខ្ញុំអនុវត្តបងប្អូនមើលចេះចុះអញ្ចឹងនៅពេលដែលយើងចុះគឺអាតម្រង់គូតរបស់យើងគឺនៅអញ្ចឹងដែរនៅពេលយើងងើបដល់ផ្នែកខាងលើចេះហើយយើងប្រឹងអត់មានថាប្រឹងអញ្ចឹងគឺខ្ជិបគូតបងប្អូនប្រឹងខ្ជិបគូតមានន័យថាបើយើងឈរធម្មតាអញ្ចឹងខអញ្ចឹងដល់ពេលអីចេះអូខេអញ្ចឹងខ្ញុំសាកបងប្អូនមើលយើងកាច់វាមកពឹបចឹងអាដងខ្លួនរបស់យើងនៅពេលដែលយើងស្វត់ចុះគឺទម្រង់វាតែមួយហើយអាធំនេះគឺកែងបងប្អូនកែងហើយជង្គង់របស់យើងគឺរក្សាលំនឹងអត់រួមចូលក្នុងអត់អីអញ្ចឹងទេគឺរុញមកតាមទៅចុងជើងរបស់យើងណាបងប្អូនបើសិនជាបងប្អូនរួមចូលក្នុងគឺអត់ចូលទេហើយឈឺជង្គង់ដូចគ្នាអញ្ចឹងពឹបមានថាអញ្ចឹងគឺយើងចុះរហូតដល់ក្រោមនេះចុះដល់ពេលយើងងើបឡើងយើងប្រើនេះចុះអញ្ចេះងើបឡើងអញ្ចេះចុះងើបចុះងើបចុះងើបអញ្ចឹងបើសិនបងប្អូនអត់ប្រើនឹងទេវាអាចធ្វើឲ្យយើងហាត់ទៅវាអត់ចូលសាច់ដុំរបស់យើងបានល្អទេហើយបើសិនបងប្អូនពិបាកធ្វើដបងអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺយើងអាចជាទម្រង់បែបនេះសិនបងប្អូនគាត់ចុះគឺដល់ពេលយើងរុញឡើងគឺយើងគូតនេះពុះឡើងវារុញចេះគឺយកគូតឡើងចុះក៏គូតរុញក៏អ្នកដូចគ្នាអញ្ចឹងបងប្អូនហើយបើសិនបងប្អូនចេះវាទាំងអស់ហ្នឹងហើយមិនថាជាទម្រង់នៃការចុះមិនថាការប្រើពោះនិងការប្រើប្រាស់ខអីទេបងប្អូនហាត់ទៅគឺទទួលបានលទ្ធផលដូចខ្ញុំពីមុនអញ្ចឹងបងប្អូនគឺហាត់អាពោះក៏មិនទុកអាខអីទេនេះគាត់ចេះប្រើអញ្ចឹងធ្វើលទ្ធផលរបស់យើងគឺទទួលបានលទ្ធផលអត់ទទួលបានលទ្ធផលឬក៏ទទួលបានលទ្ធផលតិចតួចចឹងបើសិនបងប្អូនចេះតិចនេះខ្ញុំបន្ថែមធ្វើឲ្យការហាត់ប្រាណរបស់យើងកាន់តែប្រសើរជាងមុនហើយនៅពេលដែលបងប្អូនចេះវាហើយបងប្អូនចង់ធ្វើមិនបានតែចង់កាន់ដុំដែកមកអញ្ចេះបងប្អូនចង់វាធ្វើអញ្ចេះបងចង់ប្រតិជាមួយម៉ាស៊ីនឬក៏ចង់ជាមួយនឹងគឺបងប្អូនអាចប្រើនឹងអញ្ចេះក៏បានដែរគឺយើងអាចឆ្នៃបានគ្រប់គ្រប់
ប្រភេទលំហាត់ប្រាណហ្មងអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងបើសិនបងប្អូនមានចង់អានថែមអាច comment ក្រោមវីដេអូនេះអរគុណ